gì luôn tới mà dạ này ngập ngặt lên tên một vừa oi nè prom đen chụp bánh hạt chả mình trong là bà con không cao luôn đấy bà con từ lừa chỉ vào cam vừa oi lẹ chùm nô mà này thông hay gì luôn tới vừa oi mình em nè chụp bánh hạt nó bị bắt bầm nô đời xaแต่បញ្ហាសេដ្ឋកិច្ចធ្លាក់ចុះវិបត្តិបំណុលហ្នឹងយើងពិបាកនៅក្នុងការដោះស្រាយបើការសេដ្ឋកិច្ចនៅដំណើរការបញ្ហាបំណុលហ្នឹងយើងអត់អីយើងអាចទូទាត់រត់សាយមកយើងអាចបង់បានទេបានតែឥឡូវសឹងគ្រប់គ្នាហ្មងអ្នកជីដែនជាពិសេសអ្នកប៉ោយប៉ែតហើយចំពោះអ្នកប៉ោយប៉ែតហ្នឹងមិនថាគេមិនថាខ្ញុំម្នាក់ចេះតែយើងឆក់លុយគេយកមកធ្វើអាជីវកម្មរ៉ូស៊ីសង្ឃឹមថាវានឹងរីកចម្រើនប៉ុន្តែឥឡូវបន្ទាប់ពីចប់សង្គ្រាមមកឥឡូវអត់មានសង្គ្រាមទេប៉ុន្តែក៏បញ្ហាលើសេដ្ឋកិច្ចវាអត់មានមនុស្សយើងក្នុងពិបាកក្នុងការរ៉ូស៊ីហើយដល់ពេលជួបបញ្ហាអស់នឹងមកវាធ្វើយើង stress ចង់មានពេលវេលាសម្រាប់ឲ្យបានច្រើនបន្តិចចង់តែដើរលំហែព្រោះវា stress ពេកហើយដូចតំបន់ខ្លះប៉ះពាល់ខ្លាំងដូចជាតំបន់អូនៀងយើងត្រូវប្រកាសបិទរោងចក្រជាស្ថាពរបាត់ហើយចុះអ្នកនៅអូនៀងយើងមានអីទៀតសង្ឃឹមទៅលើរោងចក្រហើយដល់ពេលដល់រោងចក្របិទអស់មានអីសង្ឃឹមរស់នៅមានអីសង្ឃឹមក្នុងការរស់ស៊ីបើយើងរស់នៅជាអាចរស់នៅបានហើយផ្ទះយើងនៅនឹងយើងអាចរស់នៅបានប៉ុន្តែយើងត្រូវបដូរទីតាំងរស់ស៊ីថ្មីដែលយើងអាចថារស់ស៊ីនៅតំបន់យើងបានឬក៏អាចរស់ស៊ីនៅផ្ទះយើងបានយើងត្រូវដូរទីតាំងនៅក្នុងការរស់ស៊ីហើយអញ្ចឹងអ្នកជីដែននិយាយរួមទៅជួបនៅបញ្ហាច្រើនដល់ពេលអញ្ចឹងធ្វើឲ្យ stress មែនតែនហ្មង stress រួមទាំងខ្ញុំអី stress មែនតែនចំណូលធ្លាក់ខ្លាំងចំណូលយើងអាចយើងថាអាចបដោះប្រសងបានតែពីមួយថ្ងៃទៅមួយថ្ងៃស្ថានភាពកាន់តែអាក្រក់ទៅជាពិសេសគឺបញ្ហាវិបត្តិបំណុលដែលយើងត្រូវដោះស្រាយជាមួយនឹងធនាគារអញ្ចឹងហើយសង្ឃឹមថាស្ថានភាពនឹងវិលត្រឡប់មកវិញមកដោយសភាពដើមឆាប់ទោះបីជាមិនបានដោយសភាពដើមក៏អាចគ្រាន់អាចឡើងដល់ 70-80% នៃសភាពដើមអីអញ្ចឹងទៅព្រោះឥឡូវហ្នឹងវាមនុស្សកាន់តែដាបទៅហើយអ្នកនៅប៉ោយប៉ែតអ្នករ៉ូស៊ីអ្នកជួលកន្លែងគេអីហ្នឹងគឺចាប់ផ្ដើមបន្តនៅក្នុងការចាក់ចេញម្ដងម្នាក់ហើយដល់ពេលអញ្ចឹងសម្បីតែខ្លួនឯងហ្នឹងក៏ stress ជួបរឿងអញ្ចឹង stress ចង់ទៅដើរលេងទៅកន្លែងណាមួយដើម្បីកាត់សាញកាត់ stress កំភ្លេចភាពតបប្រមល់ហ្នឹងដល់ពេលគិតច្រើនវា stress ពេកវាធ្វើឲ្យយើងថប់អារម្មណ៍មួម៉ៅក្តៅខួរក្បាលពិបាកណាស់មានតែអ្នកជីដែនមិនយល់អារម្មណ៍ហ្នឹងហើយដូចជាបងប្អូនភាសាខ្លះគាត់ថាអ្នកខ្លះតលតែបាត់បង់គ្រប់យ៉ាងមិនយល់ពីគាត់ទទួលស្គាល់ដូចខ្ញុំគាត់ថាបញ្ហាធ្លាក់ចំណូលណាបញ្ហាធ្លាក់ចំណូលខ្ញុំមានអារម្មណ៍ថាពិបាកប៉ុណ្ណឹងហើយចុះទម្រាំតែពួកគាត់បាត់បង់ផ្ទះសម្បែងបាត់បង់ដីធ្លីទៅរស់នៅក្នុងជំរំភាសឹកហើយម្នាក់សិតតែមានបញ្ហាដូចជាខ្ញុំនិយាយមុនហ្នឹងគឺបញ្ហាវិបត្តិបំណុលកាលយើងនៅមានកន្លែងជួយជើងរស់ស៊ីសេដ្ឋកិច្ចនៅប្រព័ន្ធយើងអាចបដោះប្រសងនៅក្នុងការទូទាត់ឡត់សាយដោះបំណុលបានណានៅពេលធ្លាក់ចំណូលចេះពិបាកមែនទែនហ្មងពីមួយថ្ងៃទៅមួយថ្ងៃយើងគិតហើយមនុស្សម្នាក់យើងតែកាលណាមានបំណុលយើងព្យាយាមប្រឈមជាមួយនឹងបំណុលនឹងឯងមិនមែនថាគ្រប់គ្នានឹងមានបញ្ហាហើយគេចវេះគឺព្យាយាមប្រឈមនៅក្នុងការដោះស្រាយដោះបំណុលឲ្យគេទៅយើងដល់ពេលកាលណាដោះដាច់អស់ហើយយើងវាស្រាលយើងអត់មានត្រូវគិតតែជាប់ជាពាក់វគ្គវិនជាមួយអ្នកណាទេតែឥឡូវស្ថិតនៅក្នុងវិបត្តិសេដ្ឋកិច្ចចេះធ្វើឲ្យខ្លួនឯងពិបាកមែនតើបណ្ដោយហើយសង្ឃឹមថា
ស្ថានភាពអាចវិលត្រឡប់ទៅក្នុងស្ថានភាពល្អដូចដើមវិញចុះដើម្បីឲ្យយើងងាយស្រួលដោះស្រាយបញ្ហាវិបត្តិបំណុលហ្នឹងហើយឥឡូវហ្នឹងមានអីបើថាបើមានឱកាសចង់តែដើរលេងកាត់ stress នេះទៅអ្នកទៅនោះទៅកាត់ stress ចង់ទៅអង្គុយកន្លែងមាត់ទឹកស្ទូចត្រីចង់ទៅលេងតាមប្រាសាទហើយនៅក្នុងរដូវវស្សានេះបើយើងទៅលេងតាមប្រាសាទតាមអីហ្នឹងក៏វាក្រាន់ដែរវាឃើញទេសភាពទៅវាធ្វើឲ្យអារម្មណ៍យើងស្រស់ស្រាយរំសាយនៅភាពstress តបប្រមល់ទាំងអស់ហ្នឹងអញ្ចឹងឥឡូវមានន័យត្រូវនិយាយទៀតអារម្មណ៍ត្រូវនិយាយគឺមានធ្វើប៉ុណ្្នឹងឯង